ฉะนั้นយើងមានឱកាសបាននៅរស់ប៉ុណ្ណឹងយើងល្មមប៉ុណ្ណឹងទៅការពិតនៃជីវិតរបស់យើងវាត្រូវតែយ៉ាងហ្នឹងដោយមិនចាំបាច់ឲ្យជីវិតយើងដូចគេទេកុំចាំបាច់កន្ទក់កន្ទិញថាម៉េចក៏ខ្ញុំខុសគេមិនដូចគេជីវិតរបស់យើងវាជាការពិតសម្រាប់ខ្លួនយើងណាយើងអាចយកមកជាអារម្មណ៍នៃប្រកម្មដ្ឋានបានណាជីវិតពិតរបស់យើងហ្នឹងណាវាដូចថាអ្នកដតីរស់មួយថ្ងៃបាន$10000អាហ្នឹងគាត់ចាយ$10000របស់គាត់ទៅតែយើងរស់មួយថ្ងៃបាន$10000រៀលហើយយើងទៅស្អប់$10000ហ្នឹងយ៉ាងម៉េចយើងរស់នៅដោយសារ$10000ហ្នឹងអីណាមិនរស់នៅដោយសារ$10000របស់គេនោះទេណានៅជីវិតរបស់យើងវាសំខាន់សម្រាប់យើងនេះណាកុំឲ្យយើងមើលងាយមើលថោកបោះបង់ជីវិតខ្លួនឯងចោលទៅតែសរសើរជីវិតគេណាអាហ្នឹងគឺយើងត្រូវតែមានស្មារតីចឹងឯងចឹងក្នុងការរស់នៅព្រោះយើងត្រូវតែជួយខ្លួនឯងនឹងឯងការរស់របស់យើងត្រូវឲ្យមានន័យមិនមែនយកទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹងមកធ្វើខ្លឹមសារដល់ទីបំផុតទេនឹងឯងមានក៏យើងបរិច្ចាគទំនុកបំរុងព្រះសាសនាអីប្រើប្រាស់តាមនឹងប៉ុន្តែសំខាន់គឺគុណធម៌នៃជីវិតគឺណាដែលអាចប្រព្រឹត្តទៅជាប្រយោជន៍ជួយខ្លួនឯងបាននិងជួយអ្នកដទៃបានទៀតផងអានឹងបានជាខ្លឹមសារនៃជីវិតហើយដូចជាជីវិតដែលយើងនៅរស់នឹងអញ្ចឹងយើងអាចធ្វើទានបានយើងមិនមែនយកជីវិតអ្នកដទៃមកឲ្យសម្រេចទានរបស់យើងឯណាគឺណាយើងរស់នៅយើងអាចកម្មសិលបានគឺជីវិតយើងហ្នឹងណាវានៅត្រង់ដែលថាយើងធ្វើឲ្យវាមានតម្លៃទៅយើងអាចរស់នៅរៀនធម៌បានជីវិតយើងហ្នឹងណាអត់មានប្រាក់ដូចគេមែនប៉ុន្តែយើងចម្រើនកុសលចម្រើនភាវនាបានណាហើយយើងចេះតែឲ្យតែតម្លៃជីវិតអ្នកដទៃសុខចេះស្រួលចោះយើងនឹងក៏ប្រយ័ត្នម៉េះពិបាកម៉េះអានឹងមកពីយើងមិនឲ្យតម្លៃនៃជីវិតខ្លួនឯងរស់តម្លៃរស់ខ្លឹមសារខ្លួនឯងអត់ឃើញដល់អញ្ចឹងបានអីមកជាទីពឹងបើមើលថោកខ្លួនឯងបាត់ទៅហើយហ្នឹងប៉ុន្តែយើងរកមួយថ្ងៃបាន10000រៀលយើងរស់ដោយសារ10000ហ្នឹងយើងត្រូវឲ្យតម្លៃ10000សម្រាប់យើងដែលបានរស់មិនមែន$10000នេះអតីនោះទេនឹងលើកឧទាហរណ៍សម្រាប់ជីវិតដែលយើងនៅមាននេះណាកុំចាំបាច់ទៀមទាឲ្យដូចអ្នកដតីរឿងអីក៏ណាគឺត្រូវតែប្រើប្រាស់ជីវិតរបស់យើងដែលមានប៉ុណ្ណឹងដើម្បីប្រយោជន៍របស់យើងពិតប្រាកដមិនមែនតាន់អស់ថ្លៃទេណាដែលនៅរស់ប៉ុណ្ណឹងណាមិនមែនអស់ថ្លៃទេទោះជាយើងត្រូវបាត់បង់ទ្រព្យសម្បត្តិភ្លើងឆេះផ្ទះមើលដូចបដាចាអស់ទាំងផ្ទះអស់ទាំងក្រុមគ្រួសារកូនជាទីស្រឡាញ់មិនមែនតាន់អស់ថ្លៃទេណាមើលជីវិតនៅមានសម្រាប់ព្រះរហ័តណាហើយបើស្លាប់ទៅអស់ជីវិតនឹងទៅបានអីសម្រាប់នៅក្នុងកំណើតនរកប្រែតទេឆានអសូរកាយគោកបីកាយឆ្មាបានដើមទុននេះណាដើម្បីឲ្យសម្រេចនៅគុណវិសេសហ្នឹងដូច្នេះសូមពុទ្ធបរិស័ទបែរងាកមកមើលរបស់ដែលយើងមានហើយប្រើប្រាស់ឲ្យជាប្រយោជន៍នឹងឯងស្លាប់ពេលណាពេលហ្នឹងព្រោះយើងបានដឹងហើយបើថារបស់យើងវានៅជាមួយយើងហើយបើថាវាមិនមែនរបស់យើងទេចង់បានវាធ្វើអីគេណាឲ្យវាសឿងចឹងមើលទៅប៉ុណ្ណាហ្នឹងហើយវាមិនមែនរបស់យើងចង់បានធ្វើអីដោយវាត្រូវបាត់បង់ទៅត្រូវជារាទៅជាធិទៅអីទៅសោកសៅប្រវេប្រវាដណ្ដើមទាញយកមកធ្វើអីអ្វីដែលប្រព្រឹត្តទៅត្រូវតាំងចិត្តឲ្យស្ងប់ដើម្បីបានឃើញនៅសច្ចធម៌រវល់តែអ្វីកើតទុកចិត្តកឡោពុះក្តៅកគុកធ្វើម៉េចនឹងបានឃើញការពិតកកល្អអញ្ចឹងមើលទៅបាត់បឹងបាត់ពេងនឹងអាមិនឃើញជីវិតតតែស្ងប់ចឹងដោះស្រាយគ្រប់បញ្ហាទាំងអស់